សូមជម្រាបសួរខ្ញុំបាទឈ្មោះមួនសវណ្ណរាជាប្រធាននៃបាតមង្គកសិកម្មនៃមហាវិទ្យាល័យកសិកម្មនិងកែច្នៃអាហារក្នុងនៃបាតមង្គកសិកម្មមានជំនាញ2គឺជំនាញសាវកម្មនិងអាជីវកម្មកសិកម្មនិងជំនាញកសិអេកូឡូស៊ីជំនាញសាវកម្មនិងអាជីវកម្មកសិកម្មគឺជាជំនាញដែលត្រូវបានធ្វើទំនើបកម្មនិងកំពុងអប់រំស្របតាមក្របខ័ណ្ឌអនាគតផលសម្រាប់ការអប់រំផ្អែកលើលទ្ធផលដែលហៅកាត់ថា OBE ជំនាញនេះនិស្សិតនឹងត្រូវសិក្សាប្រមាណ 70% ទៅលើបច្ចេកទេសដាំដុះបន្លែដំណាំហូបផ្លែនិងរុក្ខជាតិលម្អចំណែកឯ 30% ទៀតនិស្សិតនឹងត្រូវសិក្សាទៅលើការរៀបចំផែនការការគ្រប់គ្រងនិងដំណើរការអាជីវកម្មជាដើមរីឯបងប្អូនដែលជ្រើសរើសជំនាញកសិអេកូឡូស៊ីបងប្អូននឹងត្រូវសិក្សាពីការដាំដុះការធ្វើកសិកម្មដោយគិតគូរទៅលើធម្មជាតិនិងសុខភាពមនុស្សដោយកាត់បន្ថយនៅការប្រើប្រាស់ថ្នាំកសិកម្មក៏ដូចជាការធ្វើវិបត្តិកម្មកសិកម្មជាដើមមុខវិជ្ជាបណ្ណវិជ្ជាគឺជាមុខវិជ្ជាមួយស្ថិតនៅក្នុងជំនាញសាវកម្មដែលយើងនឹងសិក្សាទៅលើលក្ខណៈទូទៅរបស់សត្វល្អិតមិនត្រឹមតែសិក្សាទៅលើលក្ខណៈទូទៅរបស់សត្វល្អិតទេមុខវិជ្ជាបណ្ណវិជ្ជាក៏បានលើកទឹកចិត្តឲ្យនិស្សិតស្វែងយល់ថាអ្វីទៅជាពពួកសត្វល្អិតមានប្រយោជន៍អ្វីទៅជាពពួកសត្វល្អិតចង្រៃលើសពីនេះទៅទៀតមុខវិជ្ជាបណ្ណវិជ្ជាក៏ដឹកនាំឲ្យនិស្សិតស្វែងយល់អំពីបច្ចេកទេសនៅក្នុងការការពារការទប់ស្កាត់និងការគ្រប់គ្រងសត្វល្អិតដែលមាននៅលើដំណាំផងដែរក្រៅពីនោះនិស្សិតក៏ចេះបែងចែកនៅចំណែកថ្នាក់របស់សត្វល្អិតសិក្សាស្វែងយល់អំពីវដ្តជីវិតរបស់សត្វល្អិតដែលមាននៅលើបរិស្ថានផងដែរមូលហេតុដែលខ្ញុំសម្រេចចិត្តរៀននៅសាកលវិទ្យាល័យជាតិបាត់ដំបងព្រោះទីនេះមានផ្ទៃដីធំទូលាយសម្រាប់ឲ្យពួកយើងធ្វើការអនុវត្តឬមួយក៏សិក្សាស្រាវជ្រាវទៅលើអ្វីដែលពួកយើងចង់ពិសោធន៍ហើយសាលាក៏មាននៅសម្ភារៈទំនើបសម្រាប់ឲ្យនិស្សិតធ្វើការអនុវត្តនិងមានអគារ STEM សម្រាប់ពួកយើងធ្វើការស្រាវជ្រាវទៅលើអ្វីដែលយើងចង់ពិសោធន៍ហើយខាងសាលាក៏មាន farm នៅខាងអូសដាសដែលអាចឲ្យនិស្សិតទៅធ្វើការហាត់ការនៅទីនោះឬមួយក៏គាត់អាចពិសោធន៍នៅទីនោះដោយផ្ទាល់និងមានអគារសម្រាប់ឲ្យនិស្សិតស្នាក់នៅបានចំពោះការជ្រើសរើសសិក្សាលើជំនាញកសិអេកូឡូស៊ីនេះខ្ញុំបាទមានចំណាប់អារម្មណ៍និងស្រឡាញ់ទៅលើជំនាញកសិកម្មហើយក៏ទទួលបានការណែនាំពិភាក្សាពីសំណាក់លោកគ្រូអ្នកគ្រូពីចំណុចល្អៗនិងសារៈប្រយោជន៍របស់ជំនាញកសិអេកូឡូស៊ីដោយជំនាញកសិអេកូឡូស៊ីនេះមិនផ្ដោតសំខាន់ទៅលើការធ្វើកសិកម្មតែមួយមុខប៉ុណ្ណោះទេគឺផ្ដោតសំខាន់ទៅលើសុខភាពចំណីអាហារសុខភាពមនុស្សសត្វរុក្ខជាតិនិងបរិស្ថានផងដែរអ្នកខ្ញុំឈ្មោះលោកស្រីងាត់ជាប្រធាននៃបាត់ដំបងវិទ្យាសាស្ត្រនៅក្នុងបាត់ដំបងវិទ្យាសាស្ត្រមានកម្មវិធីសិក្សាចំនួន2គឺជំនាញវិទ្យាសាស្ត្រនិងជំនាញបច្ចេកវិទ្យាវេរីវប្បកម្មថ្នាក់បរិញ្ញាបត្រទាំងពីរត្រូវបានរៀបចំនិងបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈចំណេះដឹងបច្ចេកទេសភាពប៉ិនប្រសប់ក្នុងអាជីវកម្មនិងដើម្បីជំរុញឲ្យនិស្សិតក្លាយជាអ្នកដឹកនាំប្រកបដោយនិរន្តរភាពបន្ទាប់ពីការសិក្សានៅជំនាញខាងលើនិស្សិតនឹងទទួលបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងផលិតកម្មសត្វក្នុងការព្យាបាលសត្វការផលិតចំណីនិងខ្សែសង្វាក់គ្រប់គ្រងពីកសិដ្ឋានទៅទីផ្សារលើពីនេះទៅទៀតកម្មវិធីអប់រំទាំងពីរបានជំរុញឲ្យមានការកែលម្អថ្មីស្របទៅតាមគុណវុឌ្ឍិជាតិនិងអន្តរជាតិតាមការសិក្សាផ្អែកលើលទ្ធផលរំពឹងទុកឬក៏យើងអាចហៅកាត់ថា OBE ព្រមទាំងការពង្រឹងនៅអាជីវកម្មការអភិវឌ្ឍព្រមទាំងការបង្កើតអាជីវកម្មដើម្បីពង្រឹងស្មារតីសក្តានុភាពរបស់និស្សិតផងដែរក្រោយពីបញ្ចប់ការសិក្សានិស្សិតក៏អាចក្លាយទៅជាបសុពេទ្យម្ចាស់អាជីវកម្មម្ចាស់កសិដ្ឋានអ្នកគ្រប់គ្រងកសិដ្ឋានអ្នកឯកទេសផ្នែកផលិតចំណីអ្នកជំនាញផ្នែក Genetic វិស្វករវេរីវប្បកម្មទីប្រឹក្សាវេរីវប្បកម្មនិងជាអ្នកស្រាវជ្រាវផងដែរសូមជម្រាបសួរខ្ញុំបាទឈ្មោះហូយ៉ាត់សឹងគឺជាគ្រូវិលាការដែលបង្រៀនមុខវិជ្ជា Introduction to Microbiology ជំនាញដែលខ្ញុំបង្រៀនគឺជំនាញវិទ្យាសាស្ត្រសត្វនិងកសិអេកូឡូស៊ីមុខវិជ្ជានេះគឺមានសារៈសំខាន់ទាក់ទងនឹងជំនាញវិទ្យាសាស្ត្រសត្វនិងកសិអេកូឡូស៊ីយ៉ាងសំខាន់ដោយសារមុខជំនាញនេះផ្ដោតទៅលើការសិក្សាទៅលើ Microorganism ឬក៏យើងអាចហៅបានថាពពួកមីក្រូសារពាង្គកាយដែលមាននៅក្នុងបរិស្ថាននិងមីក្រូសារពាង្គកាយមួយចំនួនដែលបង្កជំងឺដល់សត្វឬក៏រុក្ខជាតិឬក៏ជាមីក្រូសារពាង្គកាយដែលជួយផ្ដល់សារៈប្រយោជន៍ដល់សត្វនិងរុក្ខជាតិការយល់ដឹងអំពីបាក់តេរីនេះនឹងជួយបង្កើនផលិតផលទៅក្នុងការចិញ្ចឹមសត្វឬក៏ការបណ្ដុះរុក្ខជាតិពីព្រោះបាក់តេរីមួយចំនួននឹងជួយឲ្យសត្វនិងរុក្ខជាតិលូតលាស់បានល្អជាពិសេសបាក់តេរីដែលទាក់ទងនឹងប្រព័ន្ធរំលាយអាហាររបស់សត្វនិងរុក្ខជាតិចំណាប់អារម្មណ៍របស់ខ្ញុំគឺដោយសារសាកលវិទ្យាល័យជាតិបាត់ដំបងយើងគឺជាសាកលវិទ្យាល័យតែមួយគត់នៅក្នុងខេត្តបាត់ដំបងដែលបង្រៀននៅជំនាញវិទ្យាសាស្ត្រសត្វមួយនេះហើយជំនាញវិទ្យាសាស្ត្រសត្វមួយនេះគឺវាផ្ដល់អត្ថប្រយោជន៍សំខាន់សម្រាប់និស្សិតដែលរៀនជំនាញនេះផងដែរដើម្បីយកទៅព្យាបាលសត្វឬក៏ថែទាំសត្វចិញ្ចឹមរបស់ពួកគេសម្រាប់អត្ថប្រយោជន៍នៃការសិក្សានៅជំនាញនេះផងដែរបងប្អូនទាំងអស់គ្នានឹងទទួលបានអត្ថប្រយោជន៍ដូចជាការចុះទៅហាត់ការនៅខាងក្រៅបន្ថែមពីនោះយើងទទួលបានជំនាញរៀនពីក្នុងសាលាដើម្បីយកទៅ apply ការងារនៅខាងក្រៅផងដែរបន្ទាប់ពីយើងហាត់ការនៅខាងក្រៅយើងក៏អាចមានឱកាសក្នុងការធ្វើការងារនៅក្នុង clinic នោះផ្ទាល់តែម្ដងជំរាបសួរនាងខ្ញុំឈ្មោះប៉ាត់ម៉ាឡា
ជាអនុប្រធាន Department កែច្នៃអាហារបច្ចុប្បន្ននេះ Department កែច្នៃអាហារមានជំនាញសិក្សាចំនួន2គឺថ្នាក់បរិញ្ញាបត្រជំនាញកែច្នៃអាហារនិងថ្នាក់បរិញ្ញាបត្ររងជំនាញប្រព័ន្ធកសិអាហារថ្នាក់បរិញ្ញាបត្រជំនាញកែច្នៃអាហារនិស្សិតនឹងត្រូវធ្វើការសិក្សាផ្ដោតទៅលើបច្ចេកទេសកែច្នៃការត្រួតពិនិត្យគុណភាពសុវត្ថិភាពចំណីអាហារការអភិវឌ្ឍផលិតផលថ្មីៗបច្ចេកវិទ្យាក្រោយពេលប្រមូលផលនិងការធ្វើផែនការអាជីវកម្មចំពោះថ្នាក់បរិញ្ញាបត្ររងជំនាញប្រព័ន្ធកសិអាហារកម្មវិធីសិក្សាផ្ដោតទៅលើបច្ចេកទេសដាំដុះដំណាំបច្ចេកទេសកែច្នៃបន្លែសាច់គ្រាប់ធញ្ញជាតិនិងការធ្វើផែនការអាជីវកម្មក្រោយបញ្ចប់ការសិក្សាលើជំនាញទាំងពីរខាងលើនិស្សិតមានសមត្ថភាពអាចប្រឡងចូលជាមន្ត្រីរាជការអ្នកបច្ចេកទេសក្នុងមន្ទីរពិសោធន៍អ្នកបច្ចេកទេសត្រួតពិនិត្យគុណភាពសុវត្ថិភាពចំណីអាហារនិងជាម្ចាស់អាជីវកម្មឬកសិដ្ឋានផងដែរប ច្ចុប្បន្ននេះខ្ញុំគឺជាគ្រូបង្រៀនជំនាញកែច្នៃអាហារលើមុខវិជ្ជាបច្ចេកវិទ្យាកែច្នៃសាច់សត្វនិងត្រីដែលជាមុខវិជ្ជាមួយក្នុងចំណោមមុខវិជ្ជាជាច្រើនរបស់ជំនាញកែច្នៃអាហារយើងឃើញថាវិស័យកែច្នៃសាច់សត្វត្រីរួមទាំងគ្រឿងសមុទ្រគឺជាវិស័យកែច្នៃមួយដែលមានសក្តានុពលដើម្បីផ្គត់ផ្គង់តម្រូវការអាហាររបស់ប្រជាជនជាប្រចាំថ្ងៃហើយមុខវិជ្ជាបច្ចេកវិទ្យាកែច្នៃសាច់សត្វនិងត្រីនេះដែរគឺជាគន្លងចំណេះដឹងថ្មីសម្រាប់បងប្អូនសិស្សានុសិស្សនិងបងប្អូននិស្សិតដើម្បីស្វែងយល់អំពីវិធីសាស្ត្រផលិតថ្មីការរក្សាសុវត្ថិភាពនិងគុណភាពអាហារនិងបច្ចេកទេសកែច្នៃផ្សេងដើម្បីពន្យាអាយុកាលនៃការរក្សាទុកសាច់សត្វនិងត្រីមូលហេតុដែលខ្ញុំចូលរើសសិក្សានៅជំនាញកែច្នៃអាហារនេះគឺដោយសារតែខ្ញុំមើលឃើញថាទីផ្សារនៃជំនាញនេះនាពេលបច្ចុប្បន្នគឺមានដំណើរការនាពេលបច្ចុប្បន្នទៅនឹងអនាគតហើយជាពិសេសទៅទៀតនោះយើងដឹងស្រាប់ហើយថាប្រទេសកម្ពុជាគឺជាប្រទេសមួយដែលពឹងផ្អែកទៅលើវិស័យកសិកម្មជាធំដូច្នេះផលិតផលដូចជាបន្លែផ្លែឈើមួយចំនួនគឺនៅមានតម្លៃទាបនិងពុំសូវមានទីផ្សារនៅឡើយដូច្នេះជំនាញនេះគឺមានសារៈសំខាន់សម្រាប់យើងនៅក្នុងការកែច្នៃផលិតផលទាំងអស់នោះទៅជាផលិតផលពាក់កណ្ដាលសម្រាប់ឬក៏ផលិតផលសម្រាប់ដែលជួយបង្កើននៅទីផ្សារផលិតផលនិងលើកតម្កើងនៅផលិតផលនៅក្នុងស្រុកផងដែរ